ដោយច្នៃប្រឌិតការជឿទៅលើអ្វីដែលអាចទៅរួចវានឹងបើកផ្លូវឲ្យគំនិតផ្សេងៗផុសឡើងជាបន្តបន្ទាប់ដើម្បីច្នៃប្រឌិតឲ្យអ្វីផ្សេងនោះអាចទៅរួចកាលបើអ្នកបែរជាជឿថាមិនអាចទៅរួចទេនោះគំនិតរបស់អ្នកនឹងចាប់ផ្ដើមស្លាប់ហើយមិនអាចគិតឃើញអ្វីទាំងអស់និងមិនមានអ្វីដែលថ្មីៗកើតចេញមកឡើយអ្នកអាចរកដំណោះស្រាយឲ្យបញ្ហារបស់ខ្លួនបានកាលបើអ្នកជឿថាខ្លួនឯងអាចធ្វើបានអ្នកអាចទិញផ្ទះថ្មីនិងធំជាងមុនកាលបើអ្នកមានជំនឿការជឿនឹងជំរុញឲ្យខួរក្បាលរបស់អ្នកផលិតនូវគំនិតច្នៃប្រឌិតដែលអាចចេញមកការមិនជឿនឹងរារាំងមិនឲ្យខួរក្បាលផលិតនូវគំនិតច្នៃប្រឌិតអ្វីទាំងអស់ការជឿធ្វើឲ្យគំនិតច្នៃប្រឌិតផុសឡើងចិត្តរបស់អ្នកនឹងរិះគិតរកផ្លូវសម្រាប់ដើរបើសិនអ្នកអនុញ្ញាតឲ្យវាគិតកាលបើមានការតាំងចិត្តយ៉ាងមោះមុតផ្លូវដើរក៏នឹងលេចចេញជារូបរាងឡើងការជឿនឹងធ្វើឲ្យអ្វីៗប្លែកខុសពីមុនមនុស្សកម្រិតធម្មតាតែងតែប្រឆាំងនឹងគំនិតជឿនលឿនជានិច្ចមានមនុស្សជាច្រើនធ្លាប់ប្រឆាំងតវ៉ានឹងការប្រើរថយន្តដោយផ្អែកលើគំនិតដែលថាធម្មជាតិបង្កើតមនុស្សឡើងឲ្យត្រូវតែដើរឬជិះសេះប៉ុណ្ណោះមានការប្រឆាំងដ៏ខ្លាំងក្លាមួយទៀតគឺប្រឆាំងនឹងការហោះហើរមនុស្សមិនគួរជ្រៀតជ្រែកទៅលើអាកាសដែលជាបរិវេណរបស់សត្វស្លាបនោះទេឯអ្នកដែលចង់អភិរក្សស្ថានភាពបច្ចុប្បន្នរបស់មនុស្សក៏នៅតែព្យាយាមអះអាងថាមនុស្សមិនគួរទៅជ្រៀតជ្រែកក្នុងដែនលំហអាកាសធ្វើអ្វីប៉ុន្តែនាពេលថ្មីនេះមានអ្នកជំនាញខាងកាំជ្រួចម្នាក់បានផ្ដល់ចម្លើយចំពោះគំនិតខាងលើដូចនេះថាមនុស្សមានទីស្នាក់អាស្រ័យនៅកន្លែងណាក៏ដោយឲ្យតែខ្លួនចង់តាមពិតទៅពុំមានវិធីណាមួយដែលល្អផុតលេខក្នុងការធ្វើអ្វីផ្សេងហើយក៏គ្មានវិធីល្អបំផុតក្នុងការរៀបតុបតែងបន្ទប់រៀបសួនច្បារលក់ទំនិញចិញ្ចឹមក្មេងឬវិធីអាំងសាច់អ្វីដែរប៉ុន្តែមានមធ្យោបាយដ៏ល្អបំផុតជាច្រើនប្រហាក់ប្រហែលនឹងគំនិតច្នៃប្រឌិតដូច្នោះដែរពុំមានអ្វីដែលអាចដុសលូតលាស់នៅក្នុងដុំតកបានទេដូចគ្នានេះដែរដើមរុក្ខជាតិដែលត្រូវគេគ្របស៊ីម៉ង់ជិតឬទំនៀមទម្លាប់ចាស់ដែលគ្របដណ្ដប់លើគំនិតចាស់ៗរបស់អ្នកគំនិតថ្មីៗពិតជាមិនអាចរីកដុះដាលបានឡើយគំនិតចាស់គំរើគឺជាសត្រូវដ៏ធំរបស់អ្នកដែលយកចិត្តទុកដាក់ទៅលើកម្មវិធីហ្វឹកហាត់ឲ្យមានគំនិតច្នៃប្រឌិតដើម្បីសម្រេចជោគជ័យរបស់ខ្លួនគំនិតចាស់គំរើប្រៀបដូចជាតកកខ្លះសេឬប្រៀបដូចជាគម្របបិទចិត្តមិនឲ្យគំនិតច្នៃប្រឌិតអាចរីកចម្រើនបានឡើយមានវិធី3យ៉ាងដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់អ្នក 1. ទទួលស្គាល់គំនិតថ្មីៗស្វាគមន៍គំនិតថ្មីៗជំរុះគំនិតចាស់គំរើដែលប្រឆាំងផ្សេងៗដូចជាថាប្រើការមិនកើតធ្វើមិនកើតទេគ្មានបានការទេដូចនេះជាដើមអ្នកសម្រេចជោគជ័យម្នាក់ដែលធ្វើការនៅក្នុងតំណែងសំខាន់នៃក្រុមហ៊ុនធានារ៉ាប់រងមួយបាននិយាយថាខ្ញុំមិនខំបំផាំងខ្លួនធ្វើជាមនុស្សឆ្លាតបំផុតនៅក្នុងជំនួញនោះទេតែខ្ញុំគិតថាខ្ញុំគឺជាពពុះទឹកដ៏ល្អបំផុតមួយក្នុងមុខជំនួញធានារ៉ាប់រងនេះខ្ញុំនឹងស្រូបយកគំនិតល្អៗបំផុតតាមដែលអាចធ្វើទៅបាន 2. ធ្វើជាអ្នកសាកល្បងផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្លួនហើយចាប់ផ្ដើមអភិវឌ្ឍទម្លាប់ថ្មីនៅក្នុងដំណើរជីវិតរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅឧទាហរណ៍ដូចជាចូលភោជនីយដ្ឋានថ្មីៗអានសៀវភៅថ្មីៗរកមិត្តភ័ក្តិថ្មីៗដើរចូលផ្សារទំនើបថ្មីៗធ្វើដំណើរទៅតាមផ្លូវថ្មីៗដើរកម្សាន្តកន្លែងថ្មីៗនិងធ្វើអ្វីថ្មីៗប្លែកៗនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះប្រសិនបើការងាររបស់អ្នកនៅក្នុងផ្នែកលក់ចូលអ្នកបង្កើនការចាប់អារម្មណ៍ទៅលើផ្នែកផលិតផ្នែកបញ្ជីផ្នែកហិរញ្ញវត្ថុនិងផ្នែកផ្សេងៗបន្ថែមទៀតអ្វីទាំងអស់នេះវានឹងបង្កើតនូវការយល់ដឹងផ្សេងមួយទៀតយ៉ាងសម្បូរបែបនិងជួយឲ្យអ្នកបានត្រៀមខ្លួនក្នុងការទទួលខុសត្រូវកាន់តែខ្ពស់ឡើងនាពេលអនាគត 3. ធ្វើជាមនុស្សដែលត្រូវដើរទៅមុខជានិច្ចសូមកុំដើរថយក្រោយចូលសួរខ្លួនឯងថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យខ្លួនទទួលបានភាពប្រសើរជាងមុនសូមកុំគិតដើរចូលគន្លងចាស់អ្នកត្រូវតែដើរទៅមុខនិងរត់ទៅមុខជានិច្ចសួរខ្លួនឯងជាប្រចាំថាតើធ្វើដូចម្តេចដើម្បីឲ្យល្អជាងនេះអ្នកដែលសម្រេចជោគជ័យនិងអ្នកដែលមានមុខរបរជោគជ័យគេតែងសួរខ្លួនឯងជាប្រចាំថាតើខ្ញុំគួរកែលម្អលទ្ធផលនៃដំណើរការនេះដូចម្តេចខ្លះតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យប្រសើរជាងនេះមនុស្សមិនអាចស្វែងយល់ពីវត្ថុសពសារពើតាំងពីកំជ្រួចរហូតដល់ការចិញ្ចឹមអប់រំក្មេងឲ្យបានល្អឥតខ្ចោះ 100% នោះទេហេតុនេះមានន័យថាវាតែងតែមានអ្វីដែលត្រូវកែលម្អដោយគ្មានទីបញ្ចប់ឡើយសម្រាប់អ្នកដែលជោគជ័យគេយល់ច្បាស់ល្អណាស់ពីបញ្ហានេះហើយគេតែងខិតខំស្រាវជ្រាវរកវិធីធ្វើឲ្យល្អប្រសើរជាងមុនជារៀងរាល់ពេលគេនឹងមិនសួរថាតើខ្ញុំអាចធ្វើឲ្យល្អប្រសើរបានដែរឬទេ
ជំនួសឲ្យការសួរបែបនេះគេសួរខ្លួនគេថាតើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានភាពល្អប្រសើរជាងនេះអ្នកលក់គ្រឿងសំណង់ដ៏មានជោគជ័យម្នាក់បានរៀបរាប់ប្រាប់មិត្តភ័ក្តិថាវាជាការពិតហើយដែលថាខ្ញុំត្រូវធ្វើការច្រើនម៉ោងប៉ុន្តែការងើបពីព្រលឹមនិងធ្វើការរហូតដល់យប់អាធ្រាត្រមិនមែនជាកត្តាដែលធ្វើឲ្យខ្ញុំអាចបើកហាងរហូតបាន4សាខាបែបនេះទេព្រោះអ្នករកស៊ីដូចខ្ញុំត្រូវតែធ្វើការច្រើនម៉ោងដូច្នេះអ្វីដែលធ្វើឲ្យខ្ញុំបានសម្រេចជោគជ័យខ្លាំងជាងគេគឺជាវិធីដែលខ្ញុំគិតឃើញដោយខ្លួនឯងដែលខ្ញុំហៅវាថាជាកម្មវិធីកែលម្អប្រចាំសប្តាហ៍តើកម្មវិធីកែលម្អប្រចាំសប្តាហ៍មានដូចម្តេចខ្លះមិត្តភ័ក្តិរបស់គាត់បានសួរតាមពិតទៅវាគ្មានស្មុគស្មាញអ្វីទេគឺគ្រាន់តែជាផែនការជួយឲ្យខ្ញុំធ្វើការបានល្អបន្តិចម្ដងនៅរៀងរាល់សប្តាហ៍នោះឯងដើម្បីគិតទៅដល់ថ្ងៃខាងមុខឲ្យបានត្រឹមត្រូវខ្ញុំបែងចែកកិច្ចការរបស់ខ្ញុំជា4ចំណែកគឺអតិថិជនអ្នកធ្វើការទំនិញនិងវិធីបង្កើនការលក់ក្នុងពេលធម្មតាខ្ញុំនឹងកត់ត្រាអំពីអ្វីដែលខ្ញុំគិតឃើញដែលអាចយកមកកែសម្រួលការងារខ្ញុំឲ្យកាន់តែល្អប្រសើរជាងមុនរាល់ថ្ងៃច័ន្ទខ្ញុំចំណាយពេល4ម៉ោងដើម្បីសរសេរពីគំនិតផ្សេងៗដែលខ្ញុំបានកត់ត្រាទុកយកមកពិចារណាមើលថាតើខ្ញុំនឹងយកគំនិតល្អៗមួយចំនួនទៅប្រើដូចម្តេចខ្លះក្នុងរយៈពេល4ម៉ោងខ្ញុំស្មឹងស្មាតពិចារណាអំពីមុខរបររបស់ខ្ញុំនេះយ៉ាងល្អិតល្អន់បំផុតខ្ញុំមិនគ្រាន់តែរំពឹងថាតើនឹងមានអតិថិជនចូលមកទិញទំនិញបានច្រើនប៉ុណ្ណាទេតែខ្ញុំសួរខ្លួនឯងថាតើខ្ញុំនឹងអាចអូសទាញអតិថិជនឲ្យកាន់តែច្រើនបានដោយរបៀបណាតើខ្ញុំត្រូវធ្វើដូចម្តេចទើបមានអតិថិជនប្រចាំថ្ងៃកាន់តែច្រើនគេអធិប្បាយអំពីគំនិតច្នៃប្រឌិតបន្តិចបន្តួចដែលជួយឲ្យហាងដំបូងរបស់ខ្លួនទទួលបានជោគជ័យដូចជាការរៀបចំតាំងទំនិញក្នុងហាងការបញ្យល់ណែនាំអតិថិជនដែលជួយឲ្យគេអាចលក់ទំនិញបានដល់ទៅ2/3នៃទំនិញដែលអតិថិជនគ្មានបំណងទិញពីមុនការឲ្យជំពាក់នៅពេលដែលភ្ញៀវមានបញ្ហាខ្វះលុយនិងការផ្ដល់រង្វាន់ផ្សេងៗដែលគេបានរៀបចំឡើងក្នុងរដូវណាដែលលក់មិនសូវដាច់ខ្ញុំសួរខ្លួនឯងថាតើខ្ញុំត្រូវកែច្នៃវិធីការលក់ដូចម្តេចបន្ទាប់មកគំនិតផ្សេងៗនោះក៏នឹងផុសចេញមកខ្ញុំនិយាយរឿងមួយឲ្យស្ដាប់កាលពីខែមុនខ្ញុំមានគំនិតមួយថាប្រសិនបើខ្ញុំអាចទាក់ទាញក្មេងៗឲ្យចូលមកក្នុងហាងបានខ្ញុំនឹងអាចទាក់ទាញចាស់ៗឲ្យចូលទិញទំនិញបានកាន់តែច្រើនខ្ញុំគិតចុះគិតឡើងក៏មើលឃើញកន្លែងមួយអាចដាក់កន្លែងក្មេងលេងសម្រាប់ក្មេងមានអាយុពី4ទៅ8ឆ្នាំឃើញថាបានផលដូចចិត្តមែនខ្ញុំខាតទីកន្លែងអស់បន្តិចបន្តួចតែខ្ញុំបានកម្រៃយ៉ាងច្រើនរបស់ក្មេងលេងបានជួយបង្កើនអតិថិជនកាន់តែច្រើនសូមជឿចុះថាផែនការកែលម្អប្រចាំសប្តាហ៍មុខជានឹងហុចផលដោយគ្រាន់តែសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបានផលល្អប្រសើរជាងនេះនោះខ្ញុំពិតជារកឃើញចម្លើយជាមិនខានភាគតិចណាស់ដែលខ្ញុំមិនបានគិតរកវិធីផ្សេងៗដើម្បីបង្កើនផលកម្រៃនៅល្ងាចថ្ងៃច័ន្ទនោះមិនតែប៉ុណ្ណោះខ្ញុំបានស្វែងយល់ពីវិធីផ្សេងៗអំពីការលក់ឲ្យទទួលបានជោគជ័យផងដែរដែលជាប្រការសំខាន់សម្រាប់អ្នកប្រកបមុខរបរនីមួយៗគួរតែដឹងអ្វីដែលអ្នករកស៊ីគួរដឹងមុនពេលចាប់ផ្ដើមប្រកបរបរគឺចំណេះដឹងមុនពេលប្រកបរបររកស៊ីមិនសូវជាសំខាន់អ្វីទេប្រការសំខាន់គឺអ្វីខ្លះដែលអ្នកត្រូវរៀនហើយយកមកអនុវត្តបន្ទាប់ពីពេលបើកមុខរបរការបង្កើនមុខរបរគឺជារឿងងាយតែការធ្វើឲ្យមុខរបរមានដំណើរការល្អទើបវាសំខាន់ការសម្រេចជោគជ័យធំកើតមកពីការកំណត់មាត្រដ្ឋានរបស់ខ្លួននិងអ្នកដទៃឲ្យកាន់តែខ្ពស់ឡើងជាលំដាប់កើតមកពីអ្នកដែលចេះរកវិធីបង្កើនប្រសិទ្ធភាពធ្វើឲ្យទុនផលិតកាន់តែទាបឬការធ្វើឲ្យបានកាន់តែច្រើនដោយខំប្រឹងប្រែងកាន់តែតិចជោគជ័យខ្ពស់បំផុតត្រូវកត់ត្រាទុកដោយមនុស្សប្រភេទដូចជាថាខ្ញុំអាចធ្វើបានល្អជាងនេះឯងទស្សនៈដែលថាខ្ញុំអាចធ្វើបានល្អជាងនេះប្រើបានលទ្ធផលដ៏អស្ចារ្យនៅពេលអ្នកសួរថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបានផលល្អប្រសើរជាងនេះពេលនោះគំនិតអច្ឆរិយៈរបស់អ្នកនឹងផុសចេញមកហើយវិធីល្អៗទាំងឡាយក៏នឹងកើតមានឡើងជាបន្តបន្ទាប់ខាងក្រោមនេះជាវិធីហ្វឹកហាត់ដើម្បីជួយឲ្យអ្នករកឃើញនិងថាមពលនៅលើគំនិតដែលថាខ្ញុំអាចធ្វើបានល្អជាងនេះមុននឹងចាប់ផ្ដើមធ្វើការអ្នកត្រូវចំណាយពេល10នាទីដើម្បីរកនឹកឲ្យឃើញថាថ្ងៃនេះតើខ្ញុំត្រូវធ្វើយ៉ាងណាឲ្យមានភាពល្អប្រសើរជាងនេះតើខ្ញុំធ្វើដូចម្តេចខ្លះដើម្បីលើកទឹកចិត្តបុគ្គលិករបស់ខ្ញុំតើខ្ញុំមានអ្វីជាពិសេសខ្លះដើម្បីផ្ដល់ឲ្យអតិថិជនតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនឯងឲ្យកាន់តែខ្ពស់ការហ្វឹកហាត់ទាំងនេះពុំមានអ្វីដែលគួរឲ្យពិបាកទេប៉ុន្តែមានប្រសិទ្ធភាពក្រោយពីព្យាយាមហ្វឹកហាត់អ្នកនឹងរកឃើញថាមានវិធីគិតដ៏ច្នៃប្រឌិតដ៏ច្រើនអនេកដែលធ្វើឲ្យអ្នកសម្រេចជោគជ័យនៅក្នុងជីវិតតើធ្វើដូចម្តេចដើម្បីឲ្យបានច្រើនជាងនេះក្នុងមុខរបររកស៊ីការងារផ្ទះសម្បែងស្រែចម្ការការសម្រេចបាននូវជោគជ័យទាំងឡាយ
អាស្រ័យលើអ្វីៗដែលអ្នកធ្វើឲ្យបានប្រសើរមានគុណភាពនិងធ្វើឲ្យបានកាន់តែច្រើនជាងមុនបង្កើននូវបរិមាណផលិតក្នុងរយៈពេលដដែលការបង្កើនបរិមាណនិងគុណភាពនឹងផ្ដល់លទ្ធផលតបស្នងដល់អ្នកគួរជាទីគាប់ចិត្តមិនខានសូមព្យាយាមអនុវត្តតាមវិធីខាងក្រោម 1. ខំប្រឹងប្រែងទទួលយកការងារឲ្យបានច្រើនការដែលចៅហ្វាយមានសំណូមពរឲ្យទទួលការងារបន្ថែមនោះគឺជាការផ្ដល់កិត្តិយសយ៉ាងសមរម្យកាលបើអ្នកមានការទទួលខុសត្រូវកាន់តែច្រើននោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពលេចធ្លោនិងមានតម្លៃកាន់តែខ្ពស់ថែមទៀតប្រសិនបើអ្នកស្រុកគេអង្វរឲ្យអ្នកចេញមុខធ្វើជាតំណាងឲ្យស្រុកភូមិចូលគុំប្រកែកព្រោះនេះជាកម្មចិន្តានៃភាពជោគជ័យរបស់អ្នកសម្រាប់ថ្ងៃអនាគតហើយ 2. ចូលសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីធ្វើការឲ្យបានកាន់តែច្រើនពេលនោះគំនិតច្នៃប្រឌិតនឹងផុសឡើងចម្លើយអាចជាផែនការទៅលើវិធីចាត់ការក្នុងការងារបច្ចុប្បន្នដូចជាការបង្រួមការងារឲ្យខ្លីឬកាត់ចោលនៅកិច្ចការដែលមិនសូវមានប្រយោជន៍ធ្វើឲ្យអ្នកមានពេលធ្វើកិច្ចការសំខាន់ៗបានកាន់តែច្រើនសូមបញ្ជាក់ថាបើរកអ្នកនឹងរកចម្លើយឃើញយ៉ាងពិតប្រាកដមានប្រការម្យ៉ាងដែលគួរឲ្យកត់សម្គាល់អំពីគំនិតដែលថាបើអ្នកចង់ធ្វើកិច្ចការឲ្យបានសម្រេចបានលឿនរហ័សអ្នកត្រូវប្រើនរណាដែលរវល់បំផុតតើហេតុអ្វីបានជាដូច្នេះព្រោះជាទូទៅអ្នកដែលមានសល់ពេលទំនេរច្រើនតែជាមនុស្សដែលមិនសូវមានប្រសិទ្ធភាពតើមែនឬទេហ្វឹកហាត់សួរសំណួរនិងរៀនស្ដាប់ឲ្យបានច្រើនបុគ្គលជោគជ័យច្រើនតែនិយាយតិចហើយស្ដាប់គេយ៉ាងច្រើនចំណែកមនុស្សមួយក្រុមទៀតតែងសម្បូររឿងកំប៉ែកកំប៉ុកជាច្រើនយកមកនិយាយដោយឥតប្រយោជន៍មនុស្សដែលគិតធំចូលចិត្តស្ដាប់ច្រើនមនុស្សដែលគិតតូចតាចកំប៉ែកកំប៉ុកចូលចិត្តនិយាយច្រើនចូលសង្កេតមើលថាអ្នកដឹកនាំដែលមានគំនិតខ្ពស់គេប្រើពេលវេលាដ៏ច្រើនសម្រាប់ទទួលការណែនាំមុននឹងសម្រេចចិត្តធ្វើអ្វីមួយគេនឹងសួរថាតើមានគំនិតយ៉ាងណាអំពីរឿងនេះតើអ្នកមានអ្វីដែលត្រូវនិយាយទេនៅក្នុងស្ថានភាពបែបនេះតើគេគួរធ្វើដូចម្តេចកាលបើគេនិយាយបែបនេះតើយើងគិតឃើញយ៉ាងណាដែរអ្នកដឹកនាំប្រៀបដូចជារោងចក្រដែលត្រូវការវត្ថុធាតុដើមដូច្នោះដែរអ្នកត្រូវតែមានវត្ថុធាតុដើមដែលជាគំនិតនិងពាក្យណែនាំផ្សេងៗអំពីអ្នកដទៃសូមកុំរំពឹងថាអ្នកដទៃគេនឹងផ្ដល់ចម្លើយឲ្យអ្នកឲ្យសោះគំនិតរបស់អ្នកដទៃគ្រាន់តែជាការឆ្កឹះបំភ្លឺធ្វើឲ្យគំនិតច្នៃប្រឌិតរបស់អ្នកកាន់តែរីកចម្រើនតែប៉ុណ្ណោះត្រចៀករបស់អ្នកមានច្រកទ្វារ2សម្រាប់នាំចូលវត្ថុធាតុដើមផ្សេងៗដើម្បីបំពេញដល់គំនិតដែលអាចបដូរវត្ថុធាតុដើមទាំងនោះឲ្យคล้ายទៅជាគំនិតច្នៃប្រឌិតការខំប្រឹងនិយាយពុំបានផ្ដល់ឲ្យយើងនូវអ្វីនោះទេប៉ុន្តែអ្នកអាចរៀនដោយគ្មានព្រំដែនកំណត់អំពីការសួរនិងការស្ដាប់អ្នកអាចសាកល្បងអនុវត្តតាមវិធីសាស្ត្រ3យ៉ាងដើម្បីបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកតាមរយៈការសួរនិងការស្ដាប់ 1. លើកទឹកចិត្តអ្នកដទៃឲ្យនិយាយឲ្យបានច្រើនទោះជានិយាយកិច្ចការអ្វីនៅទីណាអ្នកត្រូវហ្វឹកហាត់លើកទឹកចិត្តឲ្យអ្នកដទៃនិយាយឲ្យបានច្រើនដូចជាថានិយាយទៅមើលតើរឿងនោះវាយ៉ាងម៉េចខ្លះអំពីរឿងនេះតើអ្នកគិតថាគួរធ្វើដូចម្តេចខ្លះតើអ្នកគិតថាអ្វីជារឿងសំខាន់ការលើកទឹកចិត្តឲ្យអ្នកដទៃនិយាយវានឹងជួយឲ្យអ្នកចំណេញ2យ៉ាងគឺ 1. អ្នកទទួលបាននូវវត្ថុធាតុដើមដែលជាគំនិតកាន់តែច្រើន 2. អ្នកនឹងកាន់តែសម្បូរមិត្តភ័ក្តិព្រោះការទទួលស្គាល់ពីគំនិតយោបល់របស់គេធ្វើឲ្យគេកាន់តែចូលចិត្តជាមួយនឹងអ្នក 2. ពិសោធន៍គំនិតរបស់ខ្លួនតាមរយៈការសួរអ្នកដទៃត្រូវឲ្យអ្នកដទៃជួយកែលម្អគំនិតរបស់អ្នកដោយដាក់សំណួរថាតើអ្នកគិតឃើញដូចខ្ញុំដែរឬទេអំពីរឿងនេះសូមកុំជជែកនិងមេនះអ្នកត្រូវតែសាកសួរពីអ្នកដទៃដើម្បីឲ្យដឹងថាប្រសិនបើធ្វើទៅតើមិត្តភ័ក្តិឬអ្នកដទៃមានប្រតិកម្មដូចម្តេចខ្លះចំពោះគំនិតនោះនេះគឺជាប្រការល្អបំផុតដែលជួយឲ្យអ្នកអាចទទួលបានគំនិតល្អៗបន្ថែមទៀត3យកចិត្តទុកដាក់ស្ដាប់អ្នកដទៃនិយាយឲ្យបានច្រើនការស្ដាប់ពុំមែនត្រឹមតែជាការបិទមាត់ម្យ៉ាងប៉ុណ្ណោះទេការស្ដាប់មានន័យថាទទួលយកនៅពាក្យសម្ដីនិយាយឲ្យជ្រាបចូលជ្រៅទៅក្នុងចិត្តរបស់អ្នកជាញឹកញាប់ណាស់ដែលមនុស្សចូលចិត្តខ្លែងធ្វើជាស្ដាប់ទន្ទឹមនឹងខ្លួនមិនបានស្ដាប់ពីអ្វីសោះឡើយគឺគ្រាន់តែសំលៀងបបោមាត់រងចាំមើលឲ្យតែភាគីម្ខាងទៀតអស់ខ្យល់បន្តិចខ្លួនក៏នឹងមានឱកាសនិយាយខ្លះៗទៅវិញហេតុនេះគួរចេះយកចិត្តទុកដាក់និងស្ដាប់គេនិយាយឲ្យបានច្រើនយកមកពិចារណានោះគឺជាវិធីដែលអ្នកអាចប្រម៉ែប្រមូលនូវអាហារគំនិតដើម្បីអភិវឌ្ឍនូវគំនិតរបស់ខ្លួនបើកចំហចិត្តរបស់ខ្លួនឲ្យធំទូលាយវាជាការពិតណាស់ដែលថាមនុស្សដែលមានគ្រូច្រើនតែងទទួលចំណេះដឹងច្រើនជាងអ្នកដែលមានគ្រូតិចហើយមនុស្សដែលស្គាល់គេច្រើនជាពិសេសស្គាល់មនុស្សឆ្លាតគេតែងតែមានបទពិសោធន៍ល្អៗនិងមានភាពឆ្លៀសវៃជាងមនុស្សធម្មតាព្រោះតែគេត្រូវស្រូបយកវត្ថុធាតុដើមបានច្រើននោះឯង
មានកត្តាជាច្រើនដែលជួយបំផុសគំនិតរបស់អ្នកឲ្យកាន់តែធ្វើការបានល្អប្រសើរជាងនេះមានវិធីពីរយ៉ាងសម្រាប់លោកអ្នកអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ1ចូលសេពគប់ជាមួយនឹងក្រុមមនុស្សដែលស្ថិតនៅក្នុងអាជីពដូចគ្នាអ្វីទាំងនេះវានឹងជួយឲ្យអ្នកដឹងហេតុការណ៍ជាប្រចាំក្នុងអាជីពរបស់ខ្លួនជាយាមជជែកលេងរិះរកវិធីថ្មីៗជាមួយអ្នកមានគំនិតល្អៗដែលផ្ដល់ចំណេះដឹងដល់ខ្លួនអ្នកសូមកុំភ្លេចថាចិត្តគំនិតដែលខ្វះការថែបំពន់អាហារបន្ថែមពីខាងក្រៅវានឹងក្លាយទៅជាខ្វះជីវជាតិហើយចាប់ផ្ដើមទៅជាទន់ខ្សោយមិនអាចគិតអ្វីឲ្យរីកចម្រើនជឿនលឿនបានទៅមុខឡើយកម្លាំងជំរុញពីអ្នកដទៃជាអាហាររបស់ចិត្តដ៏វិសេសវិសាលបំផុត2ចូលរួមជាមួយក្រុមមនុស្សដែលមានអាជីពផ្សេងគ្នាការជួបនឹងមនុស្សដែលមានកិច្ចការមិនដូចគ្នាវានឹងជួយឲ្យអ្នកមានគំនិតកាន់តែធំទូលាយធ្វើឲ្យអ្នកមើលឃើញអ្វីៗនៅក្នុងរូបភាពកាន់តែធំអ្នកនឹងទទួលអារម្មណ៍ចម្លែកនៅក្នុងចិត្តក្នុងការដែលបានផ្លាស់ប្ដូរយោបល់ជាប្រចាំជាមួយនឹងមនុស្សដែលមានអាជីពខុសគ្នាហើយវាជាការជួយបំផុសគំនិតច្នៃប្រឌិតក្នុងកិច្ចការរបស់ខ្លួនបានកាន់តែប្រសើរផងដែរគំនិតដែលកើតចេញជារៀងរាល់ថ្ងៃវាផលិតកើតចេញពីការគិតរបស់ខួរក្បាលប៉ុន្តែគំនិតទាំងនោះមានប្រយោជន៍ឬមានតម្លៃលុះត្រាតែអ្នកយកវាមកតភ្ជាប់ឲ្យកើតជារូបរាងនិងអនុវត្តឲ្យកើតទៅជាប្រយោជន៍ក្នុងមួយឆ្នាំដើមសែនមួយដើមអាចផលិតផ្លែរបស់វាបានយ៉ាងច្រើនសម្រាប់បណ្ដុះដើមកូនសែនបានពេញព្រៃប៉ុន្តែតាមការពិតមានគ្រាប់សែនចំនួនដ៏តិចតួចបំផុតដែលរីកចម្រើនคล้ายទៅជាដើមសែនបានផ្លែរបស់វាភាគច្រើនត្រូវសត្វកំប្រុកស៊ីស្ទើរទាំងអស់ហើយក្រៅពីនេះទៅទៀតផ្ទៃដីដែលនៅក្រោមដើមសែននោះវាមានសភាពរឹងដែលពុំអាចធ្វើឲ្យគ្រាប់របស់វាដុះលូតលាស់បានឡើយគំនិតរបស់យើងក៏ដូចនេះដែរមានតិចតួចណាស់ដែលហុចផលឲ្យគំនិតនឹងបាត់បង់ទៅដោយងាយប្រសិនបើយើងមិនការពារដូចជាពពួកកំប្រុកបំផ្លាញផ្លែសែនយ៉ាងដូច្នោះដែរគំនិតល្អៗត្រូវតែទទួលយកដោយយកចិត្តទុកដាក់ឲ្យបានល្អទៅលើវានៅពេលដែលវាកើតឡើងទម្រាំតែយើងបំលែងវាឲ្យទៅជាការអនុវត្តធ្វើអ្វីផ្សេងៗឲ្យបានល្អប្រសើរនោះមានវិធី3យ៉ាងដើម្បីឲ្យអ្នករក្សានិងពង្រីកគំនិតរបស់ខ្លួន1កុំបណ្ដោយឲ្យគំនិតរបស់ខ្លួនរលត់បាត់ទៅវិញដោយងាយជារៀងរាល់ថ្ងៃគំនិតល្អៗតែងកើតឡើងហើយស្លាប់ទៅវិញយ៉ាងឆាប់រហ័សប្រសិនបើអ្នកមិនកត់ត្រាវាទុកនោះទេការចងចាំវាមិនស្មោះត្រង់ជាមួយអ្នកឡើយអំពីការរក្សាគំនិតល្អៗទាំងនោះហេតុនេះអ្នកត្រូវមានសៀវភៅសម្រាប់កត់ត្រាទុកតាមខ្លួនជាប់ជានិច្ចនៅពេលអ្នកនឹកឃើញភ្លាមសូមកត់ត្រាទុកវាជាបន្ទាន់មនុស្សដែលមានគំនិតចម្រើនជឿនលឿនគេដឹងច្បាស់ថាគំនិតល្អៗអាចនឹងកើតឡើងនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែងសូមកុំបណ្តែតបណ្ដោយឲ្យគំនិតទាំងនោះរបូតចេញទៅវិញបើមិនដូច្នោះទេអ្នកខ្លួនឯងគឺជាអ្នកបំផ្លាញសមិទ្ធផលនៃគំនិតរបស់ខ្លួន2ត្រេះរិះពិចារណាសារជាថ្មីអំពីគំនិតរបស់ខ្លួនក្រោយពីកត់ត្រាទុកនៅក្នុងអ្វីមួយដែលអ្នកងាយស្រួលក្នុងការបញ្ចេញវាយកមកមើលដូចជានៅក្នុងកាតាបក្នុងទូឯកសារឬថតតុអ្នកត្រូវតែយកវាមកពិនិត្យសារជាថ្មីហើយក្រោយពីពិចារណាមើលទៅគំនិតខ្លះអាចនឹងមានតម្លៃហើយគំនិតខ្លះអាចនឹងគ្មានតម្លៃដោយសារតែហេតុផលមួយចំនួនរីឯគំនិតមួយចំនួនទៀតវាអាចមានតម្លៃនៅពេលអនាគតចូលរក្សាវាទុកចុះ3បណ្ដុះគំនិតទាំងនោះឲ្យរីកដុះដាលដោយការថែបំពន់ធ្វើឲ្យគំនិតទាំងនោះរីកធំធាត់ដោយតភ្ជាប់ជាមួយនឹងគំនិតផ្សេងៗដែលមានសម្ព័ន្ធភាពជាមួយគ្នាអ្នកត្រូវអានអ្វីគ្រប់យ៉ាងដែលតាក់ទងទៅនឹងគំនិតទាំងនោះរួចពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយលុះដល់ពេលវេលាសមរម្យអ្នកអាចយកវាមកប្រើដើម្បីធ្វើឲ្យខ្លួនឯងមានការរីកចម្រើនចំពោះការងារនិងអនាគតរបស់អ្នកស្ថាបត្យករគិតឃើញអំពីរូបរាងអគារថ្មីៗគេក៏គូសវាសព្រៀងទុកដូចតាមការគិតរបស់គេនោះទៅអ្នកច្នៃប្រឌិតខាងផ្សាយពាណិជ្ជកម្មពេលនឹកឃើញគំនិតមួយតាក់ទងទៅនឹងការឃោសនានៅក្នុងទូរទស្សន៍គេក៏សរសេរអត្ថបទជាឈុតឆាកផ្សេងៗបង្ហាញឲ្យឃើញថាគំនិតទាំងនោះវាដូចម្តេចខ្លះអ្នកនិពន្ធដែលនឹកឃើញរឿងអ្វីមួយគេសរសេរគ្រោងរបស់រឿងនោះទុកទើបសរសេរអត្ថបទលម្អិតតាមក្រោយការសរសេរគំនិតឲ្យចេញជារូបរាងនៅលើក្រដាសគឺជាប្រការមួយដ៏ល្អបំផុតពេលដែលគំនិតត្រូវបំលែងឲ្យចេញជារូបរាងអ្នកអាចនឹងមើលឃើញអ្វីៗបានកាន់តែច្បាស់អាចមើលឃើញចំណុចខ្វះខាតនិងរកឃើញចំណុចដែលចាំបាច់ផ្សេងៗដែលត្រូវកែសម្រួលគំនិតទាំងនោះរួចហើយអ្នកយកគំនិតទាំងនោះទៅលក់ឲ្យនរណាម្នាក់ដូចជាអតិថិជនកូនចៅមិត្តភ័ក្តិចៅហ្វាយនាយឬអ្នកបណ្ដាក់ទុនដែលយ៉ាងហោចណាស់ក៏ត្រូវតែមានអ្នកទិញគំនិតទាំងនោះដែរបើពុំនោះទេមានន័យថាគំនិតរបស់អ្នកនឹងពុំមានតម្លៃឡើយហេតុនេះចូលរកវិធីបង្ហាញពីគំនិតរបស់ខ្លួនក្នុងរូបភាពមួយដែលអាចយកទៅលក់បាន
គំនិតដែលបង្ហាញចេញជារូបរាងឬជារូបបែបផ្សេងៗមានលទ្ធភាពអាចលក់បានលើពីគំនិតដែលសម្ដែងចេញជាពាក្យសម្ដីជាច្រើនដងទៅទៀត